បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមានលំហាត់គីមីវិទ្យាបាក់ឌុបឆ្នាំ2018ដែលលំហាត់នេះគឺនៅរមាំងទី1ដែលប្រធានលំហាត់គឺគេឲ្យមកសិស្សម្នាក់ធ្វើអត្រាកម្មសូលីស្យុងអាស៊ីតនីត្រិកមិនស្គាល់កំហាប់ចំនួន250មីលីលីត្រជាមួយសូលីស្យុងសូឌីយ៉ូមអ៊ីដ្រូស៊ីតកំហាប់ 0.2m មានមាត្រ200មីលីលីត្រកតើគេត្រូវប្រើអង្គធាតុចង្អុលពណ៌អ្វីសម្រាប់អត្រាកម្មនេះខចូលសរសេរសមីការតាំងប្រតិកម្មនេះតើប្រតិកម្មនេះជាប្រតិកម្មអ្វីករកកំហាប់ជាម៉ូលរបស់សូលីស្យុងអាស៊ីតនីត្រិកដែលប្រើបាទអញ្ចឹងយើងទៅធ្វើចម្លើយទាំងអស់គ្នាអញ្ចឹងសំណួរកគេសួរយើងថាគេប្រើអង្គធាតុចង្អុលពណ៌អ្វីសម្រាប់អត្រាកម្មនេះអញ្ចឹងយើងមើលថាតើអត្រាកម្មនេះគេប្រើអាស៊ីតអីគេប្រើអាស៊ីតនីត្រិកគឺជាអាស៊ីតខ្លាំងជាមួយអីជាមួយសូឌីយ៉ូមអ៊ីដ្រូស៊ីតនេះគឺជាបាសខ្លាំងអញ្ចឹងអត្រាកម្មបាសខ្លាំងអាស៊ីតខ្លាំងគឺយើងប្រើអង្គធាតុចង្អុលពណ៌ឈ្មោះ promotimol-Q បាទអញ្ចឹងយើងឆ្លើយមកក្នុងអត្រាកម្មនេះគេប្រើអង្គធាតុចង្អុលពណ៌ឈ្មោះ promotimol-Q ចូលដល់សំណួរខគឺគេឲ្យយើងសរសេរសមីការតាំងប្រតិកម្មនិងប្រាប់ឈ្មោះប្រតិកម្មថាប្រតិកម្មនេះជាប្រតិកម្មអីអញ្ចឹងទី1គឺយើងសរសេរសមីការតាំងប្រតិកម្មសិនមកអញ្ចឹងអាស៊ីតនីត្រិកគឺរូបមន្តរបស់វាគឺ HNO3 សូឌីយ៉ូមអ៊ីដ្រូស៊ីតគឺ NaOH អញ្ចឹងសរសេរសមីការទៅយើងបាន Na ចាប់យក NO3 បូកជាមួយទឹកឬក៏យើងសរសេរសមីការម្យ៉ាងទៀតថា H3O បូក OH ដកឲ្យផលជា2ទឹកពីព្រោះថា H3O នេះគឺតំណាងឲ្យអាស៊ីតខ្លាំងOH ដកនេះគឺតំណាងឲ្យបាសខ្លាំងអញ្ចឹងសមីការពីរនេះយើងសរសេរមួយណាក៏បានដែរតែបើយើងសរសេរទាំងពីរគឺរឹតតែល្អបាទតទៅមកទៀតយើងឆ្លើយសមីការប្រតិកម្មនេះគឺជាប្រតិកម្មអីអញ្ចឹងប្រតិកម្មនេះគឺជាប្រតិកម្មបន្សាបឬក៏គេហៅថាប្រតិកម្មអាស៊ីតខ្លាំងបាសខ្លាំងចូលដល់សំណួរទី3សំណួរកគឺគេឲ្យរកកំហាប់ជាម៉ូលរបស់សូលីស្យុងអាស៊ីតនីត្រិកដែលប្រើអញ្ចឹងយើងប្រើតាមអីយើងប្រើតាមសមាមូលអាស៊ីតបាសអញ្ចឹងតាមសមាមូលអាស៊ីតបាស CaVa ស្មើ CbVb ដោយសារតែវាជាម៉ូណូអាស៊ីតនិងម៉ូណូបាសអញ្ចឹងយើងទាញរកអីយើងទាញរកកំហាប់របស់អាស៊ីតអញ្ចឹង Ca អញ្ចឹងយើងទាញរក Ca យើងបោះ Va មកនេះមកអញ្ចឹងយើងបាន Ca ស្មើជាមួយនឹង CbVb ចែកឲ្យ Va អញ្ចឹងដោយ CB កំហាប់របស់បាសគឺយើងគេឲ្យមកថា 0.2m VB គឺមាត្ររបស់បាសគឺគេឲ្យមកដែរគឺ200មីលីលីត្រត្រង់នេះគឺយើងត្រូវបំបែកទៅជាលីត្រអញ្ចឹងកាលណាពីមីលីត្រទៅលីត្រគឺយើងគុណនឹង10សេគុណដល់3អញ្ចឹងយើងបាន200គុណ10សេគុណដល់3លីត្រមាត្ររបស់អាស៊ីត Va ស្មើ250មីលីលីត្រអញ្ចឹងបំបែកទៅដែរទៅគឺស្មើ250គុណ10ស្វ័យគុណដល់3លីត្រកន្លែងនេះយើងបាច់ស៊ីសងវាទេយើងទុកវាស្រួលនៅពេលដែលយើងកណនាអញ្ចឹងយើងបាន Ca ស្មើជាមួយនឹង 0.2 គុណជាមួយ200គុណ10ស្វ័យគុណដល់3ចែកឲ្យ250គុណ10ស្វ័យគុណដល់3ត្រង់នេះយើងឃើញថានៅខាងលើគឺមាន10ស្វ័យគុណដល់3ខាងក្រោម10ស្វ័យគុណដល់3អញ្ចឹងយើងអាចសម្រួលវាបានអញ្ចឹងយើងសម្រួលវាចោលទៅគឺយើងបាន Ca ស្មើជាមួយ 0.2 គុណជាមួយ200ចែកឲ្យ250បន្ទាប់មកយើងកណនាទៅយើងឃើញថាវាស្មើជាមួយនឹង 0.16m បាទដូចនេះយើងឆ្លើយប្រាប់គេទៅដូចនេះកំហាប់របស់ជាម៉ូលរបស់អាស៊ីតនីត្រិកដែលប្រើគឺ Ca ស្មើ 0.16m បាទ